Ôi, từ ngàyសម្រាកម្ដងនិយាយពីថាម្ដាយឃើញពួកវានៅផ្ទះទេមិនដឹងថាពួកវាទៅណាពាក្យទាំងអស់ហ្នឹងគឺជាពាក្យសម្ដីដែលកូនសិស្សខ្ញុំមកប្រាប់ខ្ញុំថាឪពុកម្ដាយគាត់តែងតែនិយាយទៅកាន់គាត់អញ្ចឹងណាអញ្ចឹងថ្ងៃឈប់សម្រាករបស់គេដទៃប្រហែលជាគេទៅដើរលេងទៅញ៉ាំអីជុំគ្នាជុំមិត្តភក្តិអីអញ្ចឹងណាប៉ុន្តែថ្ងៃឈប់សម្រាករបស់ពួកខ្ញុំគឺត្រូវមកសាលារៀនដើម្បីរៀបចំបណ្ណាល័យ ហើយនិយាយទៅការរៀបចំបណ្ណាល័យរបស់យើងហ្នឹងគឺយើងធ្វើតាមជំហានណាគឺជំហានដំបូងហ្នឹងគឺយើងបានលាបថ្នាំជែងថ្មីណាអ្នកដូចតែទាំងអស់គ្នាបានឃើញអញ្ចឹងគឺពណ៌ផ្កាឈូកពីងហ្នឹងណាហើយបន្ទាប់មកដោយសារតែយើងឃើញថាការ៉ូនៅខាងហ្នឹងវាស្រុតអញ្ចឹងទៅយើងត្រូវនាំគ្នាវាយការ៉ូខាងហ្នឹងចោលដើម្បីចាក់សាបវិញ ហើយនិយាយទៅការងារហ្នឹងគឺអ្នកអញ្ជូនថ្មទៅអ្នកដែលមានជំនាញខាងបៀកខាងចាក់សាបខាងអីហ្នឹងគឺនាំគ្នាចាក់សាបបៀកទៅតែប៉ុន្តែគ្មានជំនាញគ្មានអីទេក្មេងៗ search Google សួរ AI សួរអីពេញហ្នឹងដែរហ្នឹងនិយាយទៅបណ្ណាល័យយើងកាន់តែជិតលេចរូបរាងហើយអញ្ចឹងសង្ឃឹមថាបណ្ណាល័យរបស់យើងនឹងលេចរូបរាងឆាប់ៗហើយសង្ឃឹមថាបន្ទាប់ពីបណ្ណាល័យយើងរៀបចំរួចរាល់នឹងមានប្អូនៗសិស្សានុសិស្សចូលមកអានសៀវភៅបានច្រើនអញ្ចឹងណាហើយអានេះសកម្មភាពដែលខ្ញុំជួយកូនសិស្សរែងខ្សាច់ដើម្បីយកទៅលាយសំបកចាក់សាបហ្នឹងណា ហើយអញ្ចឹងនេះគឺជាសមិទ្ធផលដែលពួកយើងធ្វើបានគឺយើងចាក់សាបរួចរាល់ហើយគ្រាន់ថាអត់ទាន់បានលាងសម្អាតជូតអីឲ្យការ៉ូថ្មីអីចឹងអានេះបន្ទាប់ពីចាក់សាបបោសសម្អាតលាងស្អាតហើយយើងមកជួសជុលលាបថ្នាំនៅផ្នែកខាងក្រោមដោយសារមុននឹងវាប្រឡាក់សំងណា ហើយក៏បន្ថែមទៅលើអញ្ចាំងតិចតួចដោយសារតែកន្លែងមួយចំនួនវារាងស្រាលពណ៌វារាងស្រាលជាងទៅយើងដាក់ឲ្យពណ៌អញ្ចាំងវាដូចគ្នាហើយពួកយើងក៏សង្ឃឹមផងដែរថាបន្ទាប់ពីបណ្ណាល័យយើងរៀបចំរួចរាល់ហើយនឹងមានសប្បុរសជនទាំងឡាយជួយបរិច្ចាគជាសៀវភៅដើម្បីយកមកដាក់ក្នុងបណ្ណាល័យសម្រាប់ឲ្យក្មេងៗសិស្សនៅវិទ្យាល័យហ៊ុនសែនក៏សកបានអានទាំងអស់គ្នាអញ្ចឹងណា ហើយបើសិនជាបងប្អូនសិស្សានុសិស្សចង់ជួយសុផតដើម្បីឲ្យបណ្ណាល័យយើងរៀបចំបន្ថែមទៀតកាន់តែស្អាតកាន់តែលឿនអញ្ចឹងអាចជួយទិញទៀនគ្នាយើងណាទៀនបណ្ដេញមូសដែលគ្នាយើងចាក់ហ្នឹងណាជួយទិញទៀនម្នាក់មួយដូចបានជួយធ្វើបណ្ណាល័យហ្នឹងឲ្យកាន់តែលឿនហើយឥឡូវនេះយើងបានទិញកាមេរ៉ាសម្រាប់យកមកក្រាលការ៉ូហ្នឹងហើយឃើញថាស្រស់ស្អាតមែនតើអញ្ចឹងនៅតែយើងដាក់ធ្នើរសៀវភៅរៀបចំតុតូអីបន្ថែមទៀតគឺបណ្ណាល័យយើងរួចរាល់ហើយ